Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងមួយដើម្បីចែកម្លែកគឺរបៀបបដូរលេខកូដ Facebook ហ្នឹងហើយអ្នកទាំងអស់គ្នាចូលមកពី Facebook កម្មវិធី Facebook មកនេះបងប្អូនចូលមកកន្លែងត្រី3វាឡើងលើចុចកន្លែងការកំណត់និងឯកជនភាពនេះមកចុចវាចូលមករួចហើយចុចកន្លែងការកំណត់ម្ដងទៀតរួចហើយបងប្អូនអូសមកលើមកកម្មវិធីអូសមកក្រោមវិញបងប្អូននេះកន្លែងពាក្យសម្ងាត់នេះហ្នឹងហើយនេះកន្លែងចូលកម្មវិធីផ្លាស់ប្ដូរពាក្យសម្ងាត់ហ្នឹងហើយបើសិនជាបងប្អូនចង់ប្ដូរពាក្យសម្ងាត់បងប្អូនចុចចូលមកនេះកន្លែងនេះវាឲ្យយើងដាក់ពាក្យសម្ងាត់បច្ចុប្បន្នពាក្យសម្ងាត់ដែលយើងប្រើរាល់ថ្ងៃហ្នឹងហើយនឹងកន្លែងនេះវាឲ្យយើងដាក់ពាក្យសម្ងាត់ថ្មីហើយខាងក្រោមវាឲ្យយើងវាយពាក្យសម្ងាត់ថ្មីឡើងវិញបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើការដាក់លេខសម្ងាត់ថ្មីផ្លេតបាទហ្នឹងហើយអូខេបងប្អូននេះខ្ញុំបានបញ្ចូលលេខសម្ងាត់ថ្មីរួចរាល់អញ្ចឹងខ្ញុំសូមធ្វើការចុចធ្វើបន្ទភាពពាក្យសម្ងាត់តែម្ដងទៅអូខេបងប្អូននេះរួចហើយយើងចុចកន្លែងនេះមកបន្តមករួចរាល់ហើយយើងចុចគ្រីសលើសិនមើលឧបករណ៍ផ្សេងទៀតឡើងវិញអានេះសម្រាប់យើងអត់អូខេហ្នឹងហើយនេះចុចចូលមកចុចទី1មកគ្រីសទី1មកតអូខេ Facebook ខ្ញុំហ្នឹងពីមុនមានគេយកទៅលេងបងប្អូននេះមានអ្នកគេយកទៅលេងស៊េរី Oppo អីហ្នឹង Oppo អីតែមានគេយក Facebook យើងទៅលេងគឺវានៅមានស៊េរីទូរស័ព្ទលោតមកឲ្យយើងមើលឃើញឥឡូវខ្ញុំចាប់ដើមដូរកូដដូរអីហើយអូខេចុះឈ្មោះចេញរៀបរយចាំផ្លែបងប្អូនយូរមែនតើអូខេចូលហ្នឹងបងប្អូននេះឃើញអត់វាឲ្យយើងវាយពាក្យសម្ងាត់ថ្មីមិញហ្នឹងឥឡូវយើងដាក់ទៅយើងវាយពាក្យសម្ងាត់ដែលយើងកត់ទុកបងប្អូនអញ្ចឹងខ្ញុំសូមដាក់ពាក្យសម្ងាត់ផ្លេតចឹងអូខេបងប្អូននេះខ្ញុំបានដាក់លេខសម្ងាត់រួចរាល់ហើយចឹងចុចចូលចុចម្ដងទៀតអូខេឥឡូវ Facebook យើងបានបដូរលេខកូដរួចរាល់ហើយបងប្អូននេះគឺរួចរាល់ហើយបាទបាទហ្នឹងរួចរាល់ហើយបងប្អូន
ហ្នឹងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា